ពុកម៉ែបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើលៀសហាញ៉ាំនៅផ្ទះដោយខ្លួនឯងតោះឥឡូវមកមើលខ្ញុំធ្វើអរគ្នាហ្មងដំបូងហ្នឹងខ្ញុំទិញលៀសហាពីផ្សារមកទិញ3កំប៉ុងហើយខ្ញុំដាក់ត្រាំទឹកវាសិនមួយម្ទេសចឹងឲ្យវាខ្ជាក់ជាតិដីជាតិអីឲ្យអស់ពីលៀសហ្នឹងណានឹងឲ្យដល់លៀសហ្នឹងខ្ញុំត្រាំវាទុកមកដុំសិនណាហើយខ្ញុំក៏ចាប់ផ្ដើមដាក់ខ្ទឹមហើយដាក់ម្ទេសអីចឹងទៅហើយដាក់ស្ករអំបិលប៊ីចេងហើយរ៉ូឌីហើយយើងលាយវាចូលគ្នាហើយយើងយកវាទៅបុកណាយើងបុកវាឲ្យរៀងម៉ត់បន្តិចទៅបងអូនហ្នឹងហើយបុកយើងបុកមើលទៅមកល្មមមិនបាច់ម៉ត់អីពេកទេមកល្មមប្រឡាក់ទៅវាចូលជាល្អហើយខ្ញុំដាក់អំពិលទុំមកស្វាអញ្ចឹងឲ្យវាជូរមកល្មមយើងដាក់មកល្មមទៅកុំដាក់ច្រើនពេកជូរពេកក៏វាអត់ឆ្ងាញ់តិចពេកក៏វាអត់ឆ្ងាញ់ចឹងយើងលៃមកល្មមទៅហើយខ្ញុំបុកវាតិចហើយឈុំវាចូលគ្នាទៅហើយឥឡូវហ្នឹងគ្រឿងបើយើងមិញហ្នឹងយើងបានបុកវាហើយយើងទុកវាម្ដុំសិនទៅខ្ញុំបានដាក់ដាំទឹកចោលហើយខ្ញុំយកអាលៀសខ្ញុំត្រាំទុកមិញខ្ញុំយកវាមកលាងទឹកយើងលាងពី3ទឹកទៅលាងឲ្យច្រើនទឹកហើយដើម្បីវាស្អាតបានដើម្បីយើងញ៉ាំទៅយើងមានអារម្មណ៍ថាស្អាតល្អហ្មងណាអត់មានជាតិដីជាតិអីចឹងណាដល់ហើយខ្ញុំលាងឲ្យអស់តើក៏ចាប់ដើមពូដល់ហើយខ្ញុំដាក់លៀសនឹងចោលទៅយើងសោះវាមកផ្លែតបានហើយយើងកុំសោះវាយូរពេកចឹងណាតែសោះយូរពេកវាហាមាត់ទៅវាអត់ឆ្ងាញ់ទេបងអូនតែខ្ញុំសោះរៀងមកផ្លែដែរតែវានៅតែហាមាត់ចឹងណាហ្នឹងហើយតែអីទេព្រោះអីវាហាមាត់តែរៀងតិចដែរព្រោះអីពេលខ្ញុំសោះហ្នឹងខ្ញុំបើកភ្លើងបើខ្ញុំដាក់សោះទៅយើងបិទភ្លើងវាអត់សូវហាមាត់ទេតែខ្ញុំបើកភ្លើងខ្ញុំដាក់ទៅពឹបបានមកធូរបានខ្ញុំបិទភ្លើងចឹងទៅវាហាមាត់តែបើបងប្អូនសោះពេលសោះលៀសហ្នឹងបងប្អូនបិទភ្លើងទៅហើយចាំដាក់លៀសចោលទៅបានបន្តិចយើងស្រង់វាទៅណាតែឥឡូវគិតតែនិយាយឥឡូវដល់ណាដល់ណីហើយនេះហ្នឹងហើយលៀសហ្នឹងខ្ញុំស្រង់វាមកហើយខ្ញុំដាក់ប្រឡាក់គ្រឿងវាហើយខ្ញុំមើលទៅស្ទើរម្ទេសអីចឹងខ្ញុំថែមម្ទេសហើយរ៉ូឌីពីលើតិចទៀតដល់ហើយខ្ញុំបានយកវាទៅហាថ្ងៃប៉ុន្តែមិនអត់មានថ្ងៃទេបងប្អូនអើយពេលទៅហាហ្នឹងឡើងល្ងឹតអាពេលធ្វើវាមិនរៀងបើកថ្ងៃពេលយកទៅហាឡើងល្ងឹតហ្មងប៉ុន្តែអត់អីទេព្រោះអីលៀសយើងសោះហើយហាតែបន្តិចទៅវាឆ្អិនហើយឥឡូវលៀសយើងបានឆ្អិនហើយខ្ញុំបានយកវាមកញ៉ាំហើយគឺរសជាតិឆ្ងាញ់ជាងយើងទិញគេទេបងអូនហើយយើងធ្វើខ្លួនឯងចឹងវាចំណេញហើយបានស្អាតល្អចឹងណាញ៉ាំទៅស្និទ្ធមាត់ល្អចឹងណាបងអូនហើយនេះមានទេឆ្អិនគឺថាដាក់